រកពេលបងប្រុសរបស់នាងឈឿនតែនិយាយពាក្យដដែលដដែលជានិច្ចថ្ងៃមួយខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលអាចជួយអ្នកដទៃឲ្យមានសុខភាពល្អបានទោះបីយើងគ្មានទ្រព្យសម្បត្តិច្រើនក៏នាងនៅតែខំសិក្សាខំប្រឹងប្រែងជាងគេដែលអ្នកដែលខ្ញុំធ្លាប់ស្គាល់រាល់ទំព័ររាល់ទាំងពាក្យសម្ដីទាំងអស់នាងជឿថាវាអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់បានពិតៗយប់នោះខ្ញុំបានអធិដ្ឋានសូមឲ្យមានវិជ្ជបណ្ឌិតម្នាក់មកជួយជីវិតរបស់ពួកយើងបន្ទាប់មកខ្ញុំក៏បានយល់ថាប្រហែលជានាងនឹងឯងជាមនុស្សម្នាក់ដែលខ្ញុំអធិដ្ឋានសូមឲ្យមកជួយពេលមុនយើងតែងតែរងចាំជាបណ្ឌិតមកជួយប៉ុន្តែឥឡូវនេះអរគុណដល់សាលា AGPS ដែលធ្វើឲ្យនាងក្លាយជាវិជ្ជបណ្ឌិតម្នាក់ការអប់រំគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់យើងទាំងអស់